សួស្តីបងដូចជាបងប្អូនថ្ងៃនេះខ្ញុំមកព្រៀនពីរបៀបបាយនិងរបៀបផ្សេងជាដំបូងយើងត្រូវមានអេបមួយមកដែលមានឈ្មោះថា MT5 ហ្នឹងអូខេបន្ទាប់ពីបងចូលមកគឺចេញទម្រង់បែបហ្នឹងហើយបន្តមកទៀតបងចុចពាក្យថា search រកពាក្យទឹកកោលព្រោះយើងតែទៅលើមាសណាហ្នឹងហើយនេះបងអត់តាន់មានយើងចុចគ្រីសឬក៏ចុចសញ្ញាបូមកវានឹងលោតមកខោមនេះហើយបើភាគហ៊ុនផ្សេងដូចជា currency លុយអឺរ៉ូលុយអីនេះយើងអត់ trade វាទេយើងលុបវាចោលហ្នឹងហើយ1 2 3ចឹងមកយើងទុកតែមាសបានហើយព្រោះយើង trade លើមាសបងប្អូនប្រហែលជាឃើញពាក្យថា gold ហ្នឹងឯងអូខេ select ដល់វាមួយចេញពាក្យថា chat មកបងប្អូន select ទៅនេះ select ហ្នឹងហើយចេញទម្រង់បែបហ្នឹងឥឡូវនេះខ្ញុំមកបរៀនបងប្អូនពីរបៀបបាយនិងរបៀប sell បើនិយាយជាខ្មែរទៅគឺរបៀបលក់និងរបៀបទិញអញ្ចឹងអូខេហើយខ្ញុំប្រាប់បងមួយទៀតបងមិនឃើញបន្ទាត់ QQ ក៏ដូចជាបន្ទាត់ក្រហមជាមួយនឹងខ្សែត្រង់ហ្នឹងអត់បងត្រូវសង្កេតមើលវាណាអា QQ នេះមានន័យថាមាសវាឡើងចំណែកបន្ទាត់ក្រហមនេះមាសចុះបងទឹកបងត្រូវចាំឡើងហ្នឹងអូខេបន្ទាប់មកលេខនេះលេខ3226ហ្នឹងមានន័យថាមាសក្នុងមួយអោនតម្លៃឥឡូវហ្នឹងតម្លៃបច្ចុប្បន្នហ្នឹងអូខេសំណួរទូថាតើយើងគួរបាយគួរ sell នៅពេលណាហើយធ្វើម៉េចយើងបាយនៅពេលដែលមាសឡើងនៅពេលដែលមាសឡើងជាបង QQ នឹងឡើងណាបងចុចបាយនៅពេលដែលមាសចុះបងសាត្រូវ sell វាហ្នឹងហើយមកលើខ្ញុំបរៀនបងដើម្បីចុចបាយចុច sell បានបងត្រូវចុចកន្លែងនេះមកចុចហ្នឹងហើយចេញពាក្យថាបាយជាមួយនឹង sell បាយនេះទិញ sell នឹងលក់បញ្ជាក់បងមួយទៀតនៅពេលដែលមាសនឹងវាចុះនេះបងអាក្រហមហ្នឹងវាចុះមកបងគិតថាវាចុះបងត្រូវ sell វាចំណែកឥឡូវនេះមាសពងឡើងបងគិតថាវាឡើងតទៀតបងត្រូវចុចបាយវាបងប្រហែលយល់ណាហ្នឹងហើយឥឡូវចូលមកដល់ឡើយនេះបងឃើញ 0.01 ហ្នឹងអត់ 0.01 ហ្នឹងគឺជាតម្លៃដែលយើងចូលទីផ្សារបងឡើយឧទាហរណ៍ 0.01 ហ្នឹង1រៀលបងចូលទីផ្សារ$1ចំណែកឯ 0.5 ស្មើ$50បើ 0.1 $10ប៉ុន្តែបើលេខ1ស្មើនឹង$100អូខេបងឥឡូវខ្ញុំធ្វើជាឧទាហរណ៍ឲ្យបងមើលខ្ញុំចូលទីផ្សារលើហ្នឹង 0.01 ហ្នឹងហើយចុចថយក្រោយមកហើយខ្ញុំគិតថាមេឥឡូវហ្នឹងអាចនឹងឡើងដល់3228នេះបងមើលឡើងនេះខ្ញុំគិតថាវាឡើងអញ្ចឹងខ្ញុំចុចបាយបើវាឡើងតាមខ្ញុំគឺវាចំណេញហើយតែបើវាចុះវាខាតអញ្ចឹងណាហ្នឹងហើយបងចុចបាយមកនេះនៅពេលដែលបងចុចបាយហ្នឹងបងឃើញបន្ទាត់ Q មួយត្រង់ហ្នឹងអត់ហ្នឹងហើយបន្ទាត់ហ្នឹងមានន័យថាបងទិញមាសនៅតម្លៃ3228បើអាខ្សែលេខពងនឹងរត់នឹងវាឡើងហួស2000បង sorry 3228ហ្នឹងមានយើងចំណេញមានន័យថាវាឡើងទៅដល់3229 2030វិញគឺចំណេញបងនិយាយចំមកអូខេឥឡូវគឺយើងពងខាតបងឃើញអានេះដូចខ្ញុំនិយាយអញ្ចឹងនៅពេលដែលអានេះនៅខោបន្ទាត់ដែលយើងទិញគឺយើងខាតអីអញ្ចឹងបើបងចង់ដឹងច្បាស់បងចុចមើលកន្លែងតែដល់នេះយើងខាតអស់ប្រហែលជា40 សេនព្រោះយើងចូលទីផ្សារ$1ហ្នឹងហើយ
ឥឡូវបើបងចង់កាត់លុយហ្នឹងណានេះបងចង់បានលុយហ្នឹងនៅពេលដែលបងចំណេញបងកុំកាត់ពីខាតអញ្ចឹងណានេះបងនៅពេលដែលបងចំណេញអញ្ចឹងពីខាតវិញហីនៅពេលដែលបងចំណេញបងត្រូវចុចមកកន្លែងតរ៉េ3នេះនឹងឃើញពាក្យក្រហម2បងតែបងស្លេចយកឥឡូវមកគឺ close all position មានន័យថាយើងកាត់លុយនឹងយកមកទុកចឹងណាហ្នឹងហើយឡើយបងចុចមកអូខេបងចុចនេះមកនេះគឺបានកាត់ទុកហើយមួយទៀតបងមើលឡើង history ចុចមើលឡើង history នឹងបងឃើញនេះលុយយើងនេះគឺដែលយើងបានចូលទីផ្សារចំណេញមិញ 0.17 សេនអូខេ